ក្នុងវីដេអូមួយនេះដែរខ្ញុំចង់ចែកម្លែកបងប្អូនតើតើនឹងការមើលក្រុមហ៊ុនបងប្អូនមើលក្រុមហ៊ុនមើលកន្លែងការងារដូចជាយើងទៅចូលធ្វើការដូចជាយើងមកពីស្រុកកំណើតដូចជាមកពីខ្មែរអញ្ចឹងទៅហើយក៏យើងទៅមើលការងារពេលដែលយើងផ្លាស់ប្ដូរការងារអញ្ចឹងបងប្អូនហើយនេះក៏ខ្ញុំចែកម្លែកខ្ញុំគ្រាន់តែថាlàការយល់ដឹងរបស់ខ្ញុំហើយការយល់ឃើញរបស់ខ្ញុំទេមិនមែនជាហេតុផលមួយច្បាស់លាស់ទេហើយចាក់ស្ដែងដូចខ្ញុំមកពីប្រទេសខ្មែរអញ្ចឹងខ្ញុំមកធ្វើការនៅក្រុមហ៊ុនរបស់ខ្ញុំនេះតែពេលខ្ញុំម្ដងថ្ងៃដំបូងគឺក្រុមហ៊ុនរបស់ខ្ញុំគឺមានសភាពស្ងាត់ខ្លាំងមែនតើបងប្អូនគឺថាលក្ខណៈថាមានមនុស្សធ្វើការហើយដល់ពេលស្អែកឡើងខ្ញុំបានចូលធ្វើការអញ្ចឹងទៅខ្ញុំក៏លេចមើលជុំវិញហើយនៅកន្លែងនេះមានពលករមានអីអត់ហើយមានកន្លែងលក្ខណៈថាមានពលករកៅប្រទេសអីធ្លាប់ធ្វើអត់ក្នុងរោងចក្ររបស់ខ្ញុំអញ្ចឹងណាខ្ញុំគ្រាន់តែចូលនៅក្នុងរោងចក្រខ្ញុំក៏លេចឃើញបរិយាកាសនៅក្នុងរោងចក្រឃើញពពេញដោយធូលីដីកតិចដែកគឺលក្ខណៈថាវាមានភាពញ៉ៃញ៉ៃខ្លាំងមែនតើបងប្អូនហើយទាំងដែកទាំងអីហ្នឹងគឺលក្ខណៈថាប្រភេទរោងចក្រដែលគេទុកចោលបងប្អូនលក្ខណៈអត់ដំណើរការអញ្ចឹងណាហើយនៅចំណុចហ្នឹងយើងគ្រាន់តែកលេចមើលប៉ុណ្ណឹងយើងអាចដឹងថាបើសិនជារោងចក្រមួយនេះជារោងចក្រដែលល្អលក្ខណៈថាដឹងថាមានអ្នកធ្វើការនៅចាស់នៅកន្លែងហ្នឹងធ្វើការយូរឆ្នាំហើយដូចជាជនជាតិអីផ្សេងអញ្ចឹងមិនថាជនជាតិខ្មែរក៏ដោយជនជាតិផ្សេងក៏ដោយពេលយើងមកដល់នៅកន្លែងដែលយើងធ្វើការអញ្ចឹងតែតែមានជនជាតិគេឬជនជាតិខ្មែរយើងធ្វើការនេះយូរឆ្នាំអញ្ចឹងនៅបានមួយណាត់ឬពីរណាត់អញ្ចឹងយើងមានអារម្មណ៍ថារោងចក្រនេះមានពលករគេនៅយូរអញ្ចឹងប្រហែលជារោងចក្រនេះមានបញ្ហាទេហើយជាក់ស្ដែងដូចខ្ញុំអញ្ចឹងបងប្អូនមកដល់គឺសភាពរោងចក្រគឺស្ងាត់ហើយមកយើងមកកន្លែងស្នាក់នៅវិញគេនាំមកកន្លែងស្នាក់នៅអញ្ចឹងមកដល់ឃើញសភាពកន្លែងស្នាក់នៅគឺក៏ញ៉ៃញ៉ៃខ្លាំងមែនតើបងប្អូនតាំងពូកតាំងសម្រាមតាំងអីគឺពោពេញនៅក្នុងទូកណាទូកុងណឺដូចខ្ញុំរាល់ថ្ងៃខ្ញុំត្រូវនៅទូកុងណឺទេហើយគេសន្យាការងារគឺនៅផ្ទះបងប្អូនតែចាក់ស្ដែងពេលមកដល់យើងត្រូវនៅទូកុងណឺអញ្ចឹងទៅហើយពេលមកដល់ឃើញសភាពនៅក្នុងទូនោះមានអារម្មណ៍ថាញ៉ៃញ៉ៃខ្លាំងមែនតើបងប្អូនមានអារម្មណ៍ថាវាពិបាកនឹងការរស់នៅខ្ញុំក៏មកដល់ត្រូវការបវរសម្អាតអញ្ចឹងទៅដូចនៅកន្លែងទប់ទឹកដូចជាកន្លែងផ្ទះបាយអញ្ចឹងគឺមានអារម្មណ៍ថាក្រិចខ្លាំងមែនតើបងប្អូនហើយខ្ញុំគ្រាន់តែកន្លែងឃើញគិតថាអូនៅទីនេះប្រហែលជាអត់មានពលករនៅដោយសារតែមានបញ្ហាអីផ្សេងអញ្ចឹងណាហើយចាក់ស្ដែងដូចខ្ញុំគិតមែនបងប្អូនគាត់ថាខ្ញុំធ្វើការចំណាយពេលធ្វើការនៅទីនេះតែ3-4 ខែទៅយើងអាចដឹងហើយដឹងថាអូនៅរោងចក្រនេះមានបញ្ហាមិនតើការតចរិតគាត់មិនគាត់ចង់បានផលប្រយោជន៍ពីពលករជាប្រភេទរោងចក្ររបស់ខ្ញុំនេះខ្ញុំក៏លេចឃើញថាតើការគាត់ឥឡូវណាគាត់ចង់បានផលប្រយោជន៍ពីពលករទេគាត់សើខ្វាយខ្វល់ពីសុខភាពពលករឈឺស្កាត់អីអញ្ចឹងគឺពិបាកខ្លាំងមែនតើដូចខ្ញុំចាក់ស្ដែងមករយៈមុនខ្ញុំឈឺអញ្ចឹងទៅសុំគាត់សម្រាប់ទៅពេទ្យអីអញ្ចឹងមានអារម្មណ៍ថាគាត់លក្ខណៈគាត់អត់ចង់ឲ្យយើងទៅអត់ចង់ឲ្យយើងសម្រាកអញ្ចឹងដឹងតែការងារគាត់រវល់ដឹងអីចឹងហើយយើងមកធ្វើការក៏យើងចង់បានលុយដូចគ្នាមិនមែនថាយើងមកធ្វើការចង់បានលុយអត់ចង់ថែមម៉ោងទេគាត់ថាសុខភាពយើងទៅអត់រួចហើយណាគេក៏ស្រឡាញ់លុយណាគេក៏ចង់បានលុយដូចគ្នាហើយខ្ញុំជាយាមប្រាប់គាត់ដែរដូចជាពេលយើងទៅពេទ្យអញ្ចឹងយើងអត់ចេះភាសាអញ្ចឹងយើងត្រូវចំណាយលុយទៅលើអ្នកបកប្រែទៅរកគេអ្នកបកប្រែហើយមិនដូចចិត្តទេបងប្អូនរកគេអស់លុយមែនតែយើងត្រូវលក្ខណៈនិយាយបានថាពិបាកទៀតអស់លុយហើយយើងត្រូវរកគេហ្នឹងលក្ខណៈគេបកប្រែពេលខ្លះទៅគេអត់មានតាមចិត្តយើងទេគេមិនធ្វើតាមដែលយើងចង់បានលក្ខណៈថាយើងតេទៅគេអញ្ចឹងទៅមានអារម្មណ៍ថាយើងឲ្យលុយគេមិនមែនតែគេមានអារម្មណ៍ថាគេសប្បាយចិត្តនឹងការបកប្រែអញ្ចឹងទេហើយគេរវល់ការងាររវល់អីគេដែរអញ្ចឹងណាមិនស្រួលទេអញ្ចឹងថាការរស់នៅប្រទេសគេធ្វើការប្រទេសគេអញ្ចឹងគឺមានលក្ខណៈថាជួបទុកលំបាកគឺច្រើនឡើងមែនតើតាំងពីសុភាកន្លែងការងារតាំងពីតកាយតាំងពីអីចឹងគឺមករយៈមុនគឺបងប្អូនអើយគឺតកាយវិញគឺមករករឿងដល់បន្ទប់